សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នៃ Chen Learning ថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយដើម្បីបង្ហាញបងប្អូនទាំងអស់គ្នានោះគឺ AI មួយដែល generate វីដេអូមកបានសាហាវមែនទែនសម្រាប់បងប្អូនដែលចង់ផុសវីដេអូ short នៅលើ YouTube អញ្ចឹងបងប្អូនអាចមើលវីដេអូនេះបានតោះចឹងដើម្បីថាពេលយូរបងប្អូនចូលមកកាន់ browser របស់យើងមកបន្ទាប់មកបងប្អូនវាពាក្យថា AI Studio .google អូខេបងប្អូនរាល់ថ្ងៃនេះ website មួយនេះគឺអាចឲ្យយើង generate បានដោយ free បងប្អូនចូលពាក្យ generate media មកបន្ទាប់មកវាមានច្រើននេះ generate រូបក៏បាន text to speech ក៏បាន speech generate ក៏បានអូខេអញ្ចឹងយើងយក create video មកចឹងត្រង់កន្លែងនេះបងប្អូនយើងអាចឲ្យវា generate ម្ដងមួយឬម្ដងពីរចំពោះកន្លែងនេះវីដេអូ free ឬវីដេអូ visual ចំពោះរាល់ថ្ងៃនេះវាបានតែ8 second ទេហើយ frame rate អីក៏ត្រឹមតិចដែរកន្លែងនេះប្រហែលជាតិចទៅគេអាប់ដេតឲ្យបងប្រាក់អាចឡើងដល់18ឬក៏30 frame 60 frame អីចឹងអូខេបងប្អូនមកដល់កន្លែងនេះយើងអាច generate វីដេអូយើងចង់បានឧទាហរណ៍ថាយើងនិយាយថា King of Jungle ពេលសិនយើងឲ្យវា generate មកខ្ញុំដាក់វីដេអូប្តីតែអីទេនេះគាត់ឧទាហរណ៍ទេបងប្អូនអាចដាក់វីដេអូបញ្ចូលបានដើម្បីយកទៅផុសក្នុង short ខ្ញុំឃើញគេមួយចំនួនគេអត់បង្ហាញយើងទេគេសុខចិត្តចេះថាលោកមេរៀនអញ្ចឹងណាព្រោះថាពេលខ្លះរបស់ free យើងគួរតែចែករំលែកគ្នាទៅយើងខ្មែរឬគ្នាចង់បានអីលុយតិចតួចអ្នកខ្លះក៏អត់ដែរបើគាត់មានក៏គាត់មិនចង់រកប្រាក់ជាមួយ YouTube ដែរមកវាគាត់អត់មិនគាត់ចង់អញ្ចឹងណាឃើញពេញនៅខ្លះបើដឹងហើយគួរតែចែករំលែកគ្នាទៅឬក៏គាត់ត្រូវទៅលក់អាហ្នឹងខ្ញុំមិនដឹងដែរញ៉ែបងប្អូនអញ្ចឹងធ្វើការរងចាំមួយ play ទៅវានឹង generate ឲ្យបងប្អូននេះបងប្អូនហើយអញ្ចឹងមើលវីដេអូឲ្យធំមកវាមិនដែរអានេះរូបភាពវានៅ free version គេនៅរៀងអត់សូវច្បាស់តែ720តែយើងអាចមើលបានបងប្អូនប៉ុណ្ណឹងខ្ញុំគិតថាអាចទទួលយកបានដែរអូខេមួយទៀតវីដេអូដែលគេល្បីទៅផ្ទុះខ្លាំងព្រមតែប៉ុណ្ណឹងយកគួរតែចែករំលែកគ្នាទៅអត់មានអីពិបាកទេដោយសារយើងទំចង់បានលុយទៀតពេកបើយើងរកបានច្រើនយើងផុស share រកមួយខែបានរាប់ពាន់ហើយប៉ុន្តែប៉ុណ្ណឹងយើងអត់ចែករំលែកគ្នាដែរយើងចង់យកលុយធ្វើអីច្រើនម្ល៉េះអានេះអ្នកថ្មីដែលគាត់ទៅតែចាប់ផ្ដើមអត់តរកលុយបានរៀលផងទៅចាយលុយអត់ដឹងថាគេរៀនមកវគ្គប៉ុន្មានទេអត់ដឹងថារាប់អីទេអាច10 20រៀលឬក៏50រៀលអាខ្ញុំអត់ដឹងដែរបើបងប្អូនអាចបានរាប់ចូលរៀនវគ្គរកលុយតាម YouTube comment ខាងក្រោមផងអូខេបងប្អូននេះចេញហើយចូលវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនបើមានចំណុចអ្វីឬចង់ដឹងអ្វីអាច comment នៅខាងក្រោមនេះបានខ្ញុំនឹងព្យាយាមបកស្រាយជួនកាលខ្ញុំមិនដឹងថាបងប្អូនឆ្ងល់អីទេអញ្ចឹងខ្ញុំព្យាយាមរក content ថ្មីអ្វីដែលថ្មីមកប្រាប់បងប្អូនតែបងប្អូនមានចម្ងល់អាច comment ខាងក្រោមបានខ្ញុំនឹងធ្វើវីដេអូប្រាប់បងប្អូនបន្ថែមអូខេបងប្អូនកុំភ្លេចជួយ subscribe ផងដើម្បីទទួលបានវីដេអូថ្មីខ្ញុំបាទជួបជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណ